website ឬក៏ជា system ដែលអាចអនុញ្ញាតឲ្យ user ធ្វើការស្វែងរកនៅ hotel ដែលពួកគេចង់ជួលតាមខេត្តនីមួយៗឬក៏ user អាចធ្វើការចុះឈ្មោះធ្វើជាអ្នកដែលធ្វើការដាក់នៅ hotel សម្រាប់ឲ្យគេជួលបានហើយចូលដំបូងនេះគឺជា home page របស់ website របស់យើងគឺចូលដំបូងគឺមានកន្លែង search សម្រាប់ធ្វើការ search តាមខេត្តឬធ្វើការ select តាមខេត្តមួយៗហើយមាន discount ចូលនៅ hotel ដែលមាន discount ហើយនឹង hotel ដែលជា popular ខ្លះគឺរាប់តាម hotel ណាដែលមានការ like ច្រើនជាងគេនឹងធ្វើការចូលនៅកន្លែង popular ខ្លះហ្នឹងហើយកន្លែង search នេះគឺយើងអាច search តាមរយៈការ select ខេត្តគឺឧទាហរណ៍ថាខេត្តកំពតនេះការ select ខេត្តមកហើយធ្វើការ search ហើយវានឹងចូលនៅ hotel ទាំងអស់ដែលស្ថិតនៅក្នុងខេត្តកំពតឲ្យយើងឃើញហើយចូលមកកន្លែងនេះគឺជាកន្លែងដែលចូលទាំងអស់ដែលមាននៅ hotel ទាំងអស់ដែលមាននៅក្នុង website របស់យើងគឺតាមរយៈការ discount និង popular ខ្លះដូចគ្នាហើយយើងក៏អាចចូលឈ្មោះធ្វើជា user ធម្មតាឬក៏ជាម្ចាស់ hotel ហ្នឹងហើយខ្ញុំសូមធ្វើការធ្វើជា register ធ្វើជាម្ចាស់ hotel ហ្នឹងដើម្បី add hotel មកកាន់ website របស់យើងចូលដល់នេះហើយចូលដល់នេះគឺជា form សម្រាប់ធ្វើការ register ធ្វើជាម្ចាស់ hotel មានការពេញឈ្មោះ email លេខទូរស័ព្ទ password ហ្នឹងហើយខ្ញុំសូមធ្វើការពេញតាមហ្នឹងទៅហើយមុននឹងធ្វើការចុច sign up គឺយើងអាចធ្វើការ accept on ទៅតាម term condition របស់ website របស់យើងបើ user ធ្វើមិនទាន់គឺ user អាចធ្វើការចូលទៅមើល term condition របស់ website របស់យើងបានហើយនេះគឺជា term និង condition របស់ website របស់យើងគឺមានទាំងអស់ប៉ុណ្ណឹងបើ user ពេលអានហើយគឺពួកគេយល់ស្របគឺអាច accept all នៅ term condition ហ្នឹងដើម្បី sign up បានហើយចំណុចនេះគឺជាបន្ទាប់ពី sign up គឺចូលមកដល់ dashboard របស់ hotel owner ដែលជាម្ចាស់ hotel ហ្នឹងគឺមាន dashboard ដែលមានរៀបរាប់ពីតាម booking នៅក្នុងតាម booking មានប៉ុន្មានហើយនឹងពួកគេរកបានចំណូលបានពីការ booking ហ្នឹងហើយដល់ page នេះគឺកន្លែង booking ដែលដល់ពេលដែល user ធ្វើការ booking នៅ hotel របស់ពួកគេនឹងចូលនៅកន្លែងហ្នឹងបណ្ដាញតមាននេះគឺជា account ថ្មីហើយកន្លែងនេះគឺជាកន្លែងសម្រាប់ add នៅ hotel របស់ពួកគេហើយក៏បង្កើត account មិនទាន់ធ្វើការ add នៅ hotel ទេហើយកន្លែងនេះគឺ show នៅ history ដែល show នៅ history ដែលមានការ booking ពី user ដល់ពេលដែល user booking គឺវា show នៅកន្លែងហ្នឹងហើយនៅកន្លែងនេះគឺជា setting របស់ host owner ហ្នឹងគឺអាចពី information និង information detail ពីរបស់ owner hotel ហ្នឹងហើយខ្ញុំសូមធ្វើការ add នៅ hotel មួយហើយចំណុចនេះគឺជា form សម្រាប់ add នៅ hotel សម្រាប់ឲ្យអ្នកដែលចង់ជួល hotel គឺឃើញគឺធ្វើការពេញឈ្មោះ location ដាក់រូបនិង description របស់ hotel ហ្នឹងហើយខ្ញុំសូមធ្វើការពេញហើយចូលដល់ line នេះគឺជា optional ទេគឺយើងអាចធ្វើការដាក់ discount របស់ hotel របស់យើងបានគឺធ្វើការពេញនៅ percentage ដែលយើងធ្វើការដាក់ discount នឹងចំនួនថ្ងៃពីថ្ងៃណាខ្ញុំសូមធ្វើការពេញថាដាក់ discount hotel ហ្នឹងគឺឧទាហរណ៍ដាក់50%អញ្ចឹងហើយពីថ្ងៃណាថ្ងៃនេះគឺយើងធ្វើការ select ពីថ្ងៃណាថ្ងៃណាគឺឧទាហរណ៍ថាថ្ងៃ8ហ្នឹងដល់ថ្ងៃទី30ហើយខ្ញុំធ្វើការ add ហើយនេះគឺបន្ទាប់ពីការ add success គឺធ្វើការចូលនៅ hotel យើងបាន add ហើយវាមិនទាន់មានយើងធ្វើការ add បន្ទប់សម្រាប់ hotel ហ្នឹងគឺថាមានបន្ទប់អីខ្លះហើយមិនទាន់ add ទេខ្ញុំសូមធ្វើការ view room នេះគឺមានណាគឺអត់មាន room ទេហើយខ្ញុំធ្វើការ add room សម្រាប់ hotel ហ្នឹងថាមាន room អីខ្លះហើយចូលមកដល់នេះគឺជា form សម្រាប់ធ្វើការ add room ដូចជាពេញឲ្យឈ្មោះ tab តម្លៃចំនួនភ្ញៀវនិងដាក់រូបនឹងគឺជាឧបករណ៍ដែលមានក្នុង room ហ្នឹងដាក់ simple ដាក់រូបហើយគឺជាកន្លែងឧបករណ៍នៅក្នុង room ហ្នឹងមានខ្លះគឺយើងធ្វើការវាចង់ add time គឺយើងចុច add មកឬការ add time ឧទាហរណ៍ថាមានបន្ទប់គឺ air conditioner ហើយវាជាទឹកកកឬក៏ទូបើយើងចង់ add time ទៀតគឺយើងអាច add តាម add មកនេះគឺវា add time តគ្នារហូតហើយធ្វើការ add room ហើយនេះគឺជា room ដែលយើងធ្វើការ add បាន success ហើយខ្ញុំសូមធ្វើការ add time មួយទៀតដើម្បីយកបានពេញទៅស្នុកហើយនេះគឺយើង add បានពីបន្ទប់ហើយគឺវាអត់មានធ្វើការ booking ទេហើយខ្ញុំសូមធ្វើការ sign out ដើម្បីទៅ sign out ធ្វើជា user ដើម្បីធ្វើការមើលថាធ្វើការ add room ធ្វើការ booking room ហ្នឹងធ្វើការ sign out មកបន្ទាប់ពី sign out នេះគឺឃើញថានេះគឺជា hotel យើងបាន add មិញហ្នឹងវា load នៅកាន់ discount នេះគឺជា hotel យើងបានពេញឈ្មោះមិញហើយយើងអាចចូលមក detail បានហើយ detail គឺយើងតបានអាច booking បានទេព្រោះយើងតបង្កើត account គឺយើងអាចចុច like ចុចបានទេគឺវាទាមទារឲ្យធ្វើការ sign in និង sign up សិនហើយយើងគឺអាចមើលនៅទីតាំង location ដែលយើងគេចាស់ hotel ហ្នឹងបានដាក់គឺហើយពេលចុចទៅវាគឺនឹងចូលទៅកាន់ Google Map ហើយដើម្បី booking បានគឺធ្វើការ sign in sign up សិនការ sign up ដើម្បីបង្កើត account ថ្មីមួយគឺគេគឺពេញឈ្មោះពេញ email password ហើយគឺដូចគ្នាគឺមុនការ sign up បានគឺយើងទៅ accept all term condition ប៉ុន្តែវាដូចគ្នាទេខ្ញុំបាច់ចូលទេគឺ accept all មកទៅនេះគឺយើងបង្កើត account បាន success ហើយចូលមកដល់ដូចនេះគឺយើងអាច search ទៅកាន់ hotel យើងបាក់ចង់ស្វែងរក
ហៅថាសើថាសៀមរាបចុះហើយនេះគឺយើងចូលនៅហៅថានៅធនាគារសៀមរាបគឺហៅថាយើងបានពេញមិញហ្នឹងហើយចូលមកដល់នេះគឺយើងអាចធ្វើការ like អីបានការ like ឬបើយើងចង់មើលទុកយើងមិនទាន់ទៅការ booking ហ្មងទេគឺយើងអាចទុកថាចង់មើលទុកពេលក្រោយទេគឺយើងអាចធ្វើការ add ទៅកាន់ជា favorite យើងធ្វើការ add មួយហើយនេះគឺវា add ទៅកាន់ favorite ហើយជាហៅថាយើងទុកមើលពេលក្រោយទៀតបើយើងចង់ booking ហើយវា download ចូលទៅកាន់ profile របស់ user ហ្នឹងគឺនេះកន្លែង favorite នេះគឺជាហៅថាយើងបាន add មិញហើយខ្ញុំសុំធ្វើការ booking មួយ booking hotel ហ្នឹងគឺនឹងពេល booking បន្ទប់ហ្នឹងបានគឺធ្វើការយើងធ្វើការ select នៅថ្ងៃ check in check out របស់យើងសិនគឺយើងធ្វើការ select សិនមិនវាអាច add to cart ដើម្បី booking បានធ្វើការ select ពីថ្ងៃទី8ដល់ថ្ងៃទី19ហ្នឹងចុះគឺនោះវាធ្វើការ add to cart ដើម្បី booking បាន add to cart ទុកមួយថា add មួយទៀតចុះ2ហើយវានឹងចូលទៅកាន់កន្លែង add to cart របស់យើងគឺវាចូលកន្លែងនេះពីឈ្មោះរបស់ hotel ពីប្រភេទបន្ទប់ហ្នឹងហើយពីថ្ងៃណាពីចំនួនប៉ុន្មានយើង booking ប៉ុន្មានថ្ងៃហើយនឹងតម្លៃរបស់យើងហើយយើងក៏អាច remove វាបានដែរនេះគឺវា remove បានហើយយើងសុំធ្វើការគឺការ booking ទៅហើយចូលមកនេះគឺជា information ដែលយើងធ្វើការចំនួនតម្លៃដែលយើងធ្វើការ booking បានធ្វើការ pay ហើយយើងធ្វើការ set to pay មកហើយចូលមកនេះគឺជាព័ត៌មានដែលបាននិយាយថាយើងធ្វើការពេញសម្រាប់ការ booking ហ្នឹងគឺលេខចំនួនកាតវីសាកាតរបស់យើងគឺពេញមកនេះឲ្យតំណាងហើយ select ប្រភេទគាត់ថាវីសាកាតយើងចុះ expire date របស់កាតរបស់យើងហ្នឹងថ្ងៃម៉ានឲ្យលេខ CV ហ្នឹងយើងដាក់មកហើយបន្ទាប់នេះគឺធ្វើការ success ធ្វើការ payment success ទៅបែប Go គឺនោះវានឹង load booking របស់យើងគឺបាត់អីហើយយើងសុំធ្វើការមើល profile នេះគឺជា room ដែលយើងធ្វើការ booking មិញហ្នឹងហើយវា load ក្នុង story និង booking របស់យើងហើយយើងសុំធ្វើការចូលទៅមើលកន្លែងរបស់ owner ដែលយើងបាន booking មិញហ្នឹងធ្វើការ sign out រួចធ្វើការហើយចូលមកនេះធ្វើការ sign in មកដាក់ email ឈ្មោះ email មិញហ្នឹងរួច password ហើយនេះគឺបង្ហាញថាគឺមានការ booking មួយហើយចំនួនទឹកប្រាក់យើងដែលគេទទួលបានគឺ$30ហើយនេះ load booking គេ user បាន booking មិញហ្នឹងគឺ load ចុងនៅ booking របស់ hotel owner ហើយ history ហើយកន្លែងហ្នឹងគឺចំពោះ website ខ្ញុំគឺវាមានresponsive ដែរគឺវា responsive ទៅតាមប្រភេទនៃទូរស័ព្ទមួយគឺនេះទូរស័ព្ទឬក៏tab គឺ iPad ក៏វា responsive បានដែរគឺវា responsive ទៅតាម device មួយទូរស័ព្ទហ្នឹងចុះគឺអាចវាមាន responsive ហើយចូលមកដល់កន្លែង setting នេះគឺយើងអាចធ្វើការ change នៅ detail របស់ change នៅ detail ឬក៏ change password ហើយសូមធ្វើការ change គឺយើងអាច change នៅ detail និង change password បានហើយចូលមកដល់កន្លែង ធម្មតាក៏មាន responsive ដែរគឺវាមាន responsive ទៅតាម device មួយទាំងអស់គឺមាន responsive ទាំងអស់ហ្នឹងហើយចំពោះការ demo ខ្ញុំគឺមានប៉ុណ្ណឹងនេះគឺមាន responsive ទាំងអស់